គាត់ធ្វើអាជីវកម្មយូរៗទៅគាត់ចាប់ផ្ដើមកលែកមើលមកក្រោយវិញទើបដឹងថាអូតើអញកំពុងតែធ្វើអាជីវកម្មដើម្បីអីដើម្បីរកលុយមកធ្វើអីបើមកដល់គ្រួសារអត់មានសុខភាពកំពុងតែមានបញ្ហាពេលមានលុយហូបអីអត់កើតហើយចង់យកលុយនោះមកទិញសុខភាពវិញទិញអត់បានជីវិតប្រចាំថ្ងៃរបស់យើងមានជ្រុង3ដែលយើងកំពុងតែគិតពិចារណាតើទី1គឺខ្លួនយើងផ្ទាល់ទី2គឺគ្រួសាររបស់យើងទី3គឺអាជីវកម្មរបស់យើងគឺយើងនិយាយថាចំណូលអាជីវកម្មគ្រួសារហើយនិងខ្លួនយើងផ្ទាល់ដែលត្រង់ទាំង3ហ្នឹងមនុស្សតែតែជួបបញ្ហានៅក្នុងការថែរក្សានៅសមតុល្យឬក៏ធ្វើឲ្យមានបញ្ហាក្នុងជ្រុងមួយនៅពេលដែលយើងខំប្រឹងទៅធ្វើអាជីវកម្មធ្វើឲ្យមនុស្សមួយចំនួនបាត់គ្រួសារឬក៏បាត់ខ្លួនឯងគឺដើមឡាខ្ញុំថតបាត់ខ្លួនឯងនៅពេលដែលប្រឹងធ្វើអាជីវកម្មអត់គិតពេលវេលាអត់គិតយប់អត់គិតថ្ងៃសុខភាពចាប់ផ្ដើមបញ្ហាដល់សុខភាពហើយជួនកាលអ្នកខ្លះទៀតនៅពេលប្រឹងប្រែងធ្វើអាជីវកម្មខ្លាំងមែនទែនទៅធ្វើឲ្យគ្រួសាររបស់គាត់អាចមានបញ្ហាអាហ្នឹងក៏ជារឿងដែលទាំងខ្ញុំទាំងមនុស្សជាច្រើនតែតែងតែជួបប្រទះនៅក្នុងជីវិតរស់នៅពេលដែលយើងអត់បាន balance ឬក៏ធ្វើឲ្យស្មើគ្នារវាងជ្រុងទាំង3នេះវាដូចជាត្រីកោណអញ្ចឹងវាបាក់ជ្រុងណាមួយធ្វើឲ្យត្រីកោណហ្នឹងលែងជាត្រីកោណបានម្នាក់ខ្លួនយើងគ្រួសារហើយនឹងអាជីវកម្មខ្ញុំបានសួរនៅមនុស្សជាច្រើនថាហេតុអីបានជាយើងប្រឹងប្រែងធ្វើអាជីវកម្មដោយតិចគិតខ្លួនឯងតិចគិតគ្រួសាររបស់យើងហើយដល់ពេលសួរទៅចម្លើយចុងក្រោយរបស់គាត់គឺគាត់ធ្វើអាជីវកម្មដើម្បីខ្លួនគាត់បានល្អប្រសើរគាត់ធ្វើអាជីវកម្មដើម្បីឲ្យគ្រួសារគាត់បានល្អប្រសើរជាតាមប៉ុន្តែបើយើងកលែងទៅវិញនៅពេលដែលអាជីវកម្មក៏រួចចម្រើនខ្លាំងមែនទែនទៅធ្វើឲ្យបាត់បង់ខ្លួនឯងមានជំងឺអ្នកខ្លះរហូតទៅដល់បាក់បែកគ្រួសារដោយសារតែគាត់ពេលនោះដោតទៅលើអាជីវកម្មខ្លាំងពេកធ្វើឲ្យគ្រួសារមានបញ្ហាហើយដល់ពេលគាត់ធ្វើអាជីវកម្មយូរៗទៅគាត់ចាប់ផ្ដើមកលែកមើលមកក្រោយវិញទើបដឹងថាអូតើអញកំពុងតែធ្វើអាជីវកម្មដើម្បីអីដើម្បីរកលុយមកធ្វើអីបើមកដល់គ្រួសារអត់មានរកលុយធ្វើអីតើសុខភាពកំពុងមានបញ្ហាជាដើមរហូតដល់អ្នកខ្លះទៀតពេលមានលុយហូបអីអត់កើតហើយចង់យកលុយនោះមកទិញសុខភាពវិញទិញអត់បានហើយជួនកាលចំណាយខ្លាំងមែនទែនទៅលើការទិញសុខភាពឡើងវិញរហូតដល់អស់លុយនឹងវិញនៅតែទិញសុខភាពអត់បានជាដើមអាហ្នឹងហើយជាវិបត្តិបញ្ហាដែលយើងកំពុងជួបប្រទះដែលយើងអត់បានធ្វើខ្លាំងខ្លាយតើមួយណាដែលយើងត្រូវគិតមុនមួយណាបន្ទាប់អ្វីដែលជាយោបល់របស់ខ្ញុំយើងត្រូវដឹងថាស្អីក៏ដោយគឺផ្ដើមចេញពីខ្លួនយើងទាំងអស់យើងត្រូវតែដឹកនាំខ្លួនឯងបានល្អថែរក្សាសុខភាពយើងឲ្យបានល្អទើបអាចយើងទៅថែរក្សាគ្រួសារយើងបានហើយនៅពេលគ្រួសារយើងរុងរឿងហើយទើបយើងអាចទៅធ្វើអាជីវកម្មបានល្អប្រសើរវាមានដំណាក់កាលរបស់វាដែលយើងអត់អាចបាត់បង់មួយណាបានទេព្រោះថានៅពេលដែលយើងបាត់បង់គ្រួសារបាត់បង់សុខភាពតើយើងធ្វើអាជីវកម្មដល់ហ្នឹងហើយដែលកម្មវិធី Lead by Hope របស់យើងគឺយើងផ្ដោតទៅលើ3ហ្នឹងគឺទី1គឺផ្ដោតទៅលើការដឹកនាំខ្លួនឯងឲ្យបានល្អប្រសើរទី2ផ្ដោតទៅលើការដឹកនាំគ្រួសារឲ្យបានល្អប្រសើរទី3ឈានទៅរកការដឹកនាំអាជីវកម្មរបស់យើងឲ្យបានល្អប្រសើរអា3ហ្នឹងហើយទើបធ្វើឲ្យជីវិតរបស់យើងមានន័យសមជាអ្នកនាំពិតប្រាកដអរគុណច្រើន